ក្មេងស្រីបើកភ្នែកធំតាក់កាក់មួយចូលម៉ាស៊ីនលក់ស្វ័យប្រវត្តិភ្លាមនោះដបកូកាកូឡាមួយក៏ធ្លាក់ចុះមកប៉ុន្តែពេលនាងហៀបនឹងលូកដៃទៅយកបុរសចម្លែកម្នាក់ក៏ឆក់យកបាត់ទៅបន្ទាប់មកគាត់ថែមទាំងចេតនាផឹកកូកាកូឡាអស់នៅមុខនាងទៀតពេលឃើញទង្វើខុសប្លែកនេះក្មេងស្រីមិនត្រឹមតែមិនហ៊ានតវ៉ាថែមទាំងត្រូវទទួលយកសម្បកអតេដោយស្ដាប់បង្គាប់ទៀតផងព្រោះថាកាលពីយប់មិញក្មេងស្រីបានទិញកូកាកូឡាមួយដបនៅផ្សារទំនើបប៉ុន្តែពេលនាងដើរចេញឆ្ងាយទៅទើបនឹកឃើញថាខ្លួនភ្លេចយកភេសជ្ជៈមកជាមួយហើយនៅពេលនាងត្រឡប់ទៅដល់មុខផ្សារទំនើបវិញនាងក៏បានជួបនឹងបុរសម្នាក់នោះជំទាស់គ្នាពេលឃើញកូកាកូឡានៅក្នុងដៃគាត់រួចក្រឡេកមើលបញ្ចូលទៅស្អាតក្មេងស្រីស្មានថាគាត់ជាអ្នកយកភេសជ្ជៈរបស់នាងពេលដែលបុរសនោះហៀបនឹងបើកគម្របរផឹកនាងក៏ដណ្ដើមយកពីដៃគាត់បន្ទាប់មកនាងក៏ផឹកអស់តែម្ដងបុរសនោះបានត្រឹមតែឈរមើលទាំងស្រឡាំងកាំងបន្ទាប់មកក្មេងស្រីថែមទាំងឌឺដងហុចទៅប្រទេសឲ្យបុរសនោះរីឯខ្លួនឯងក៏បែរខ្នងដើរចេញទៅយ៉ាងរំភើយប៉ុន្តែពេលនាងឡើងជិះឡានក្រុងស្រាប់តែនឹកឃើញថាកាបូបលុយរបស់នាងក៏ភ្លេចនៅផ្សារទំនើបដែរដូច្នេះនាងត្រូវតែត្រឡប់ទៅម្ដងទៀតប៉ុន្តែអ្នកលក់បែរជាហុចកាបូបលុយនិងភេសជ្ជៈរបស់នាងមកឲ្យក្មេងស្រីទើបតែដឹងថាទង្វើរបស់នាងអំបាញ់មិញពិតជាគួរឲ្យខ្មាស់អៀនណាស់នាងប្រញាប់ប្រញ័ររកមើលបុរសនោះដើម្បីសុំទោសប៉ុន្តែគាត់បានបាត់ស្រមោលទៅហើយស្មានតែការជួបគ្នាដ៏ឆ្កំឆ្គងនេះចប់ត្រឹមនឹងតែព្រហ្មលិខិតបានកំណត់ឲ្យពួកគេវិលជួបគ្នាម្ដងទៀតក្នុងនាមជាកូនស្រីសំណប់របស់មហាសេដ្ឋីអចលន្ទ្រព្យជីស៊ូតែងតែទៅមើលការដ្ឋានសំណង់ជាមួយឪពុកនាងថ្ងៃមួយពេលនាងកំពុងសម្រាកក្នុងឡានស្រាប់តែក្រឡេកទៅឃើញបុរសម្នាក់នោះនាងទើបតែដឹងថាតាមពិតគាត់ជាកម្មកររបស់ឪពុកនាងទោះបីជាពួកគេមានឋានៈខុសគ្នាប៉ុន្តែអារម្មណ៍ស្នេហាដែលមិនអាចពន្យល់បានក៏ចាប់ផ្ដើមលេចឡើងក្នុងចិត្តក្មេងស្រីថ្ងៃមួយគម្រោងដែលជីស៊ូទួលខុសត្រូវការកម្មករបណ្ដោះអាសន្នម្នាក់នាងទូរស័ព្ទទៅសុំជំនួយពីឪពុកក៏យល់ព្រមជួយរកកម្មករដែលទុកចិត្តបានម្នាក់ឲ្យនាងប៉ុន្តែពេលដែលទ្វារជណ្ដើរយន្តបើកបុរសម្នាក់នោះក៏លេចមុខមកម្ដងទៀតអ្នកទាំងពីរគ្រាន់តែសម្លឹងមើលមុខគ្នាមួយផ្លែតជីស៊ូក៏ប្រញាប់ដើរចេញដោយភាពអៀនខ្មាស់នាងលបមើលគាត់ពីចម្ងាយរាងកាយមាំមួននិងរឹងមាំរបស់បុរសម្នាក់នោះបែរជាមើលទៅកាន់តែមានមន្តស្នេហ៍ក្នុងក្រសែភ្នែកជីស៊ូហើយចង្វាក់បេះដូងនាងក៏លោតញាប់ទៅនាងក៏ប្រញាប់ទៅទិញភេសជ្ជៈមួយដបដើម្បីបន្ធូរអារម្មណ៍ប៉ុន្តែពេលនាងហៀបនឹងលូកដៃទៅយកបុរសនោះក៏ឆក់យកពីដៃនាងពេលប្រឈមនឹងស្ថានភាពដែលធ្លាប់ជួបនេះជីស៊ូមិនហ៊ានមាត់កអ្វីទាំងអស់រហូតដល់ពេលត្រឡប់ទៅផ្ទះនាងនៅតែញឹមតែម្នាក់ឯងគិតពីរឿងនោះដោយមិនដឹងថាគ្រោះថ្នាក់កំពុងខិតជិតមករកនាងពេលដែលនាងកំពុងលើកដៃហៅតាក់ស៊ីស្រាប់តែមានចោរប្លន់ជិះម៉ូតូមួយអ្នកស្ទុះមកឆក់កាបូបរបស់នាងទិដ្ឋភាពនេះត្រូវបានឈរមានឃើញល្មមគាត់បើកទ្វារឡានភ្លាមធ្វើឲ្យចោរនោះត្រូវបុកខ្ទាបតែម្ដងវីរៈបុរសជួយសង្គ្រោះទាន់ពេលវេលានេះបានដណ្ដើមយកបេះដូងរបស់ជីស៊ូភ្លាមតែម្ដងដើម្បីការពារសុវត្ថិភាពនាងឈរមានឲ្យនាងឡើងជិះឡានជីបចាស់រញ៉េញ៉ៃរបស់គាត់ប្រហែលមកពីធ្លាប់តែជិះឡានទំនើបរបស់ឪពុកតាំងពីតូចជីស៊ូបែរជាមានអារម្មណ៍ថាស្ថានភាពប្លែកភ្នែកនៅពេលនេះកាន់តែតាក់ទាញទៅវិញទោះបីបុរសដែលនៅចំពោះមុខនាងមិនពូកែនិយាយតែបេះដូងនាងពោពេញដោយអារម្មណ៍សុវត្ថិភាពប៉ុន្តែនៅថ្ងៃបន្ទាប់ពេលដែលជីស៊ូរៀបចំខ្លួនយ៉ាងស្រស់ស្អាតយូភេសជ្ជៈមកដល់ការដ្ឋានពីព្រលឹមនាងបែរជារកមិនឃើញឆមីនសោះពេលដឹងថាឪពុកបដូរកម្មករឲ្យនាងជីស៊ូមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងដូច្នេះនាងក៏បួលមិត្តភក្តិ2-3នាក់ធ្វើពុតជាដើរកាត់កន្លែងដែលឆមីនកំពុងផឹកស៊ីប៉ុន្តែខណៈដែលកម្មករផ្សេងទៀតនាំគ្នាតាក់ទាញដោយនារីស្រស់ស្អាតដែលដើរកាត់ឆមីនបែរជាមិនចាប់អារម្មណ៍សោះឡើយហើយក្មេងស្រីនេះគឺចង់បានសង្សារបែបនេះឯងនាងក៏ដើរទៅជិតដោយខ្លួនឯងកាត់អីលោកស្គាល់ពួកគេមែនទេឆមីនគ្រាន់តែប្រើក្រសែភ្នែកក្រុមកម្មករក៏ប្រញាប់រៀបចំកន្លែងអង្គុយឲ្យដោយយកចិត្តខណៈដែលមិត្តភក្តិកំពុងនិយាយសើចសប្បាយពួកគេទាំងពីរនាក់បែរជាអង្គុយស្ងៀមព្រោះថានៅក្រោមតពេនេះដៃរបស់ពួកគេបានចាប់កាន់គ្នាជាប់ទៅហើយនឹកស្មានថាឋានសុខបានប្រទានស្នេហាដូចក្នុងរឿងនិទានដល់ពួកគេតែមិនដឹងឡើយថាព្រហ្មលិខិតគឺអាក្រក់បែបនេះដូចគូស្នេហ៍ដ៏ក្តៅគគុកតីទៀតពួកគេស្រឡាញ់គ្នារហូតដល់មិនខ្វល់ពីអ្នកដទៃពួកគេលេងកីឡាបេសបលជាមួយគ្នាជីស៊ូថែមទាំងកាត់ឈុតអាវធំដោយដៃផ្ទាល់ឲ្យឆើមីងហើយដើម្បីមានអនាគតល្អប្រសើរឆើមីនក៏ស្លៀកពាក់ឈុតអាវធំនោះទៅប្រឡងយកសញ្ញាបត្រស្ថាបត្យករគេថាអ្នកដែលកំពុងមានស្នេហាគឺឧស្សាហ៍ញឹមម្នាក់ឯងឪពុកនាងឆាប់ដឹងថាមានអ្វីខុសប្រក្រតីចំពោះកូនស្រីប៉ុន្តែពេលគាត់សុំចង់ជួបអនាគតកូនប្រសាជីស៊ូបែរជារៀងភាំងបន្តិចនាងដឹងច្បាស់ពីស្ថានភាពលំបាករបស់ឆើមីនពេលនេះឪពុកដែលតែងតែមានស្តង់ដារខ្ពស់ប្រកាសជាមិនយល់ព្រមនាងក៏កុហកឪពុកថាគាត់ជាវិស្វករស្ថាបត្យកម្មប៉ុន្តែពេលជីស៊ូប្រាប់សង្សារថាឪពុកនាងចង់ជួបគាត់ឆើមីនបដិសេធភ្លាមដោយមិនស្ទាក់ស្ទើរព្រោះគាត់ក៏ដឹងច្បាស់ពីគម្លាតរវាងខ្លួននិងសង្សារតែជីស៊ូដែលមិនធ្លាប់ស្គាល់ការលំបាកធ្វើមិនដេចនឹងយល់ពីភាពលំបាកនៃជីវិតបាននាងថែមទាំងលួចធ្វើរឿងមួយ
នៅពេលអ្នកទាំងពីរកំពុងណាត់ជួបគ្នានាងបានលួចហៅឪពុកម្ដាយនាងមកនៅពេលដែលឪពុកឃើញឆមីនភ្លាមគាត់ក៏ស្រឡាំងកាំងភ្លាមឃើញឪពុករបស់សង្សារជាចៅវាយរបស់ខ្លួនឆមីនយកសាច់ការក៏រៀបនឹងក្រោកចេញទៅតែត្រូវជីស៊ូចាប់ខាត់ជាប់បរិយាកាសពេលនោះតានតឹងបំផុតគ្រប់គ្នាស្ងៀមស្ងាត់ស្រាប់តែជីស៊ូមានអារម្មណ៍មិនស្រួលខ្លួននាងក៏ក្រោកទៅបន្ទប់ទឹកដោយឃើញក្មេងប្រុសកំសត់ម្នាក់នេះសំបីតែផ្ទះសុកសានមួយក៏គ្មានសមត្ថភាពផ្ដល់ឲ្យកូនស្រីបានឪពុកកាន់តែខឹងក៏បញ្ឈប់ការងារគាត់ភ្លាមនៅនឹងហាមគាត់មិនឲ្យជួបកូនស្រីរបស់គាត់ទៀតប៉ុន្តែពេលនោះខាងក្រៅស្រាប់តែសំឡេងស្រែកគឺជីស៊ូសន្លប់ដួលកណ្ដាលភ្លៀងមិនដឹងមូលហេតុឆៅមីនដោយមិនខ្វល់ពីអ្វីទាំងអស់ក៏បីនាងរត់ទៅមន្ទីរពេទ្យទស្សនវិជ្ជានេះត្រូវឪពុកក្មេកមើលឃើញយ៉ាងស្ងៀមស្ងាត់ក្នុងចិត្តក៏មានការទទួលស្គាល់ខ្លះចំពោះបុរសម្នាក់នេះសំណាងល្អជីស៊ូគ្រាន់តែតានតឹងពេកនិងខ្វះឈាមក្រហមប៉ុណ្ណោះឃើញឆៅមីនបារម្ភបែបនេះជីស៊ូក៏ស្ទុះទៅអបគាត់ដោយឃើញកូនស្រីសំណប់យំសោកសៅឪពុកក៏លែងរារាំងអ្នកទាំងពីរទៀតដូច្នេះជីស៊ូបានស្លៀករ៉ូបអាពាហ៍ពិពាហ៍តាមបំណងរៀបការជាមួយបុរសដែលនាងស្រឡាញ់ពេញចិត្តពេលដែលរឿងគ្រប់យ៉ាងកំពុងដើរទៅរកផ្លូវល្អរឿងអកុសលក៏ចាប់ផ្ដើមមកដល់ដោយស្ងៀមស្ងាត់ជីវិតប្តីប្រពន្ធដែលមានភាពខ្វះខាតមិនបានធ្វើឲ្យស្នេហារបស់អ្នកទាំងពីរថមថយទេហើយឆៅមីនក៏ប្រើសមត្ថភាពផ្ទាល់ខ្លួនទទួលបានសញ្ញាបត្រស្ថាបត្យករក្លាយជាវិស្វករដ៏ឆ្នើមម្នាក់ប៉ុន្តែមិនដឹងចាប់ពីពេលណាជីស៊ូចាប់ផ្ដើមមានអាការៈភ្លេចភ្លាំងនាងមិនត្រឹមតែភ្លេចផ្លូវទៅផ្ទះសូម្បីតែផ្ទះដ៏កក់ក្ដៅរបស់ខ្លួនក៏មានអារម្មណ៍ថាប្លែកនាងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងមិនប្រក្រតីដូច្នេះនាងក៏ទៅមន្ទីរពេទ្យពិនិត្យតែម្នាក់ឯងប៉ុន្តែពាក្យពេចន៍របស់គ្រូពេទ្យដូចជារន្ទះបាញ់កណ្ដាលថ្ងៃអ្នកកើតជំងឺអល់ហ្ស៊ីមឺរហើយអ្វីគេអាល់ហ្សៃមឺគ្រូពេទ្យប្រាប់ថាគឺជំងឺវង្វេងរបស់មនុស្សចាស់ហើយបច្ចុប្បន្នគ្មានថ្នាំព្យាបាលទេនៅពេលដឹងថានាពេលខាងមុខខ្លួននឹងភ្លេចមនុស្សជាទីស្រឡាញ់ភ្លេចខ្លួនឯងនិងភ្លេចអ្វីគ្រប់យ៉ាងថែមទាំងមិនអាចមើលថែខ្លួនឯងបានទៀតជីស៊ូទប់អារម្មណ៍ខ្លួនឯងលែងបានទៀតទេនាងយំសោកដោយភាពអស់សង្ឃឹមប៉ុន្តែពេលត្រឡប់មកផ្ទះវិញជីស៊ូមិនបានប្រាប់រឿងទាំងអស់នេះដល់ឆៅមីនទេនាងមិនចង់ឲ្យសុភមង្គលរបស់នាងត្រូវបំផ្លាញបែបនេះទេបានត្រឹមតែលួចយំនៅកន្លៀតស្ងាត់ថ្ងៃនេះជីស៊ូក្រោកពីព្រលឹមរៀបចំប្រអប់បាយថ្ងៃត្រង់ដ៏ឆ្ងាញ់ឲ្យឆៅមីនពេលដល់ម៉ោងបាយថ្ងៃត្រង់មិត្តរួមការងារទាំងអស់គ្នាចង់ដឹងថាតើប្រពន្ធគាត់ខ្ចប់អ្វីមកឲ្យឆ្ងាញ់ខ្លះប៉ុន្តែពេលបើកប្រអប់បាយទាំងពីរបែរជាឃើញសុទ្ធតែបាយទាំងអស់ពេលនឹកឃើញដល់ទង្វើប្លែករបស់ប្រពន្ធធានាពេលថ្មីនេះឆៅមីនមានអារម្មណ៍មិនស្រួលភ្លាមគាត់ក៏ប្រញាប់ទៅមន្ទីរពេទ្យទើបដឹងការពិតអំពីជំងឺរបស់ជីស៊ូពីគ្រូពេទ្យឆៅមីនមិនអាចទទួលយកការពិតនេះបានភ្លាមទេគាត់សួរគ្រូពេទ្យទាំងអន្ទះសារថាតើមានការភ័ន្តច្រឡំឬទេប៉ុន្តែពេលគ្រូពេទ្យប្រាប់ថាប្រពន្ធរបស់គាត់ផ្ទាល់ក៏ស្លាប់ដោយសារជំងឺនេះដែរឆៅមីនឈរថ្មឹងតែម្ដងក្នុងពេលជាមួយគ្នាជីស៊ូស្រាប់តែមានអារម្មណ៍វិលមុខខួរក្បាលទៅស្អាតនាងភ្លេចថាខ្លួនឯងនៅទីណាភ្លេចថាត្រូវធ្វើអ្វីនាងដកទូរស័ព្ទចេញមកដោយមិនដឹងខ្លួនតែមិនដឹងថាត្រូវប្រើវាយ៉ាងម៉េចការថប់បារម្ភយ៉ាងខ្លាំងធ្វើឲ្យនាងឈឺក្បាលស្ទើរប្រេះពេលនោះប៉ូលីសម្នាក់បានប្រទះឃើញនាងតែជីស៊ូចាំអ្វីមិនបានទាំងអស់ប៉ុន្តែនៅពេលនោះខាងមុខស្រាប់តែលេចចេញរូបរាងដែលធ្លាប់ស្គាល់មួយបុរសម្នាក់នេះគឺអតីតសង្សារក្បត់របស់ជីស៊ូការចងចាំពីអតីតកាលបានរសាត់ចូលក្នុងខួរក្បាលនាងជីស៊ូស្មានថាពួកគេនៅកំពុងស្រឡាញ់គ្នានាងក៏ដើរទៅចាប់ដៃគេដោយខ្លួនឯងបុរសក្បត់នោះក៏រៀបនឹងនាំជីស៊ូទៅផ្ទះក្នុងពេលជាមួយគ្នាឆៅមីនក៏ខលទៅលេខប្រពន្ធគាត់ប៉ុន្តែសំឡេងក្នុងទូរស័ព្ទបែរជាបុរសចម្លែកម្នាក់គេប្រាប់ថាគេរើសបានទូរស័ព្ទនៅតាមផ្លូវឆៅមីនទើបដឹងថាប្រពន្ធគាត់អាចកំពុងជួបគ្រោះថ្នាក់គាត់ក៏ប្រញាប់ប្រញាល់ដើររកនាងគ្រប់ទីសំណាងល្អខាងជីស៊ូស្រាប់តែដឹងខ្លួនឡើងវិញនាងប្រញាប់ក្រោកចាក់ចេញមកដល់ទីលានបេស្បលដើម្បីបញ្ចេញកំហឹងនិងសម្ពាធក្នុងចិត្តហើយពេលនោះឆៅមីនក៏រកនាងឃើញនៅទីនេះដែរអូនល្ងងអើយបងស្មានតែអូនបាត់ទៅហើយបងល្ងងជាងអូនទៀតបងធ្វើដូចអូនបាត់ទៅចុះបងទៅរកអ្នកថ្មីទៅអូនដឹងរឿងអ្វីមែនទេខ្ញុំមិនដឹងអ្វីទាំងអស់ក្នុងខួរក្បាលរបស់ខ្ញុំដូចជាមានដុំជ័រលុបមួយអីចឹងយើងបែកគ្នាទៅអូននិយាយអ្វីនឹងពេលដែលការចងចាំក្នុងខួរក្បាលខ្ញុំបាត់អស់វាមិនយុត្តិធម៌សម្រាប់បងទេសម្រាប់ប្រពន្ធជាទីស្រឡាញ់ដែលនៅចំពោះមុខតើឆៅមីនអាចបោះបង់នាងចោលបានយ៉ាងដូចម្ដេចដូចពាក្យសច្ចានៅក្នុងពិធីមង្គលការទោះក្រទោះឈឺក៏នឹងមិនបោះបង់គ្នាចោលដែរទោះបីជាអូនភ្លេចបងក៏ដោយបងក៏នឹងសរសេររឿងរ៉ាវរបស់យើងឡើងវិញនៅក្នុងខួរក្បាលអូនដើម្បីឲ្យជីស៊ូពន្យាតការបាត់បង់ការចងចាំឆៅមីនបិទក្រដាសចំណាំគ្រប់ប្រភេទនៅពេញផ្ទះប៉ុន្តែរឿងដែលនឹកស្មានមិនដល់នៅតែកើតឡើងប្រពន្ធបានផ្ដាំឲ្យគាត់ឆាប់ត្រឡប់មកផ្ទះវិញ
ប៉ុន្តែពេលជីស៊ូកំពុងរៀបចំអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់សម្រាប់ប្តីនាងស្រាប់តែបាត់បង់ការចងចាំម្ដងទៀតនាងឈរសម្លឹងមើលរង្វង់ក្រហមនៅលើប្រតិទិនថ្ងៃនេះប៉ុន្តែគិតយ៉ាងណាក៏នឹកមិនឃើញថាថ្ងៃនេះជាថ្ងៃសំខាន់អ្វីដែរប៉ុន្តែពេលនោះស្រាប់តែមានគេគោះទ្វារនាងក៏ប្រញាប់ទៅបើកអតីតសង្សារក៏លេចមុខមកជាមួយកាដូប៉ុន្តែជីស៊ូបែរជាច្រឡំគេថាជាប្តីរបស់នាងសប្បាយចិត្តអូសដៃគេចូលផ្ទះខណៈដែលបុរសក្បត់នោះកំពុងរៀបនឹងធ្វើរឿងមិនក្បីចំពោះជីស៊ូឆៅមីនក៏ត្រឡប់មកដល់ផ្ទះល្មមគាត់បានឃើញទិដ្ឋភាពនេះចំគេជាអ្នកណាជីស៊ូជាក់ស្ដែងគឺនៅកំពុងតែវង្វេងឆៅមីនដល់បុរសក្បត់នោះមួយដៃដួលផ្ទាល់នឹងដីប្រពន្ធស្មានថាបុរសចម្លែកនេះវាប្តីខ្លួននាងប្រញាប់ចូលទៅខាត់ក្នុងការប្រទាញប្រទង់នោះកំបិតបានមុតដៃឆៅមីនពេលនេះឆៅមីនកាន់តែខឹងខ្លាំងគាត់អូសបុរសនោះចេញទៅក្រៅទ្វារបញ្ចេញកណ្ដាប់ដៃទៅលើមុខបុរសនោះអត្រាប្រណីនៅពេលនោះឪពុកម្ដាយជីស៊ូក៏មកដល់ល្មមឪពុកក្មេកដែលដឹងការពិតព្រួយបារម្ភថាធ្វើឲ្យឆៅមីនលំបាកក៏ស្នើសុំយកកូនស្រីទៅវិញនិងឲ្យពួកគេឆាប់រៀបចំឯកសារលែងលះប៉ុន្តែឆៅមីនតើអាចបោះបង់ប្រពន្ធដែលស្រឡាញ់ស្មើជីវិតបានយ៉ាងដូចម្ដេចគាត់បដិសេធសំណើរបស់ឪពុកក្មេកដោយមិនស្ទាក់ស្ទើរហើយនៅពេលនោះជីស៊ូក៏ចេញពីក្នុងផ្ទះមកពេលនេះនាងមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតទេទឹកនោមហូរតាមជើងឆៅមីនឃើញដូច្នេះក៏រុញនាងចូលទៅក្នុងផ្ទះភ្លាមដោះសម្លៀកបំពាក់ឲ្យនាងដោយភាពអស់សង្ឃឹមហើយជូតសម្អាតឲ្យនាងដោយយកចិត្តទុកដាក់ថ្ងៃមួយឆៅមីនកំពុងរៀបចំខ្លួនទៅធ្វើការប្រពន្ធគាត់ស្រាប់តែក្រោកឈរឡើងយ៉ងមីនមានការអ្វីខ្ញុំស្រឡាញ់អ្នកបងក៏ដូចគ្នាប៉ុន្តែពេលឆៅមីនដើរចេញពីមាត់ទ្វារគាត់ក៏ទប់ទឹកភ្នែកលែងជាប់ទៀតព្រោះថាប្រពន្ធគាត់ហៅឈ្មោះអតីតសង្សាររបស់នាងការឈឺចាប់ដោយសារការប្រច័ណ្ឌរួមទាំងភាពយុត្តិធម៌របស់វាសនាចំពោះពួកគេធ្វើឲ្យគាត់បាត់បង់ទីដើរក្នុងជីវិតបន្តិចម្ដងហើយនៅពេលនេះជីស៊ូកំពុងមើលរូបថតនៅលើទូទឹកកកនាងក៏ធ្លាក់ក្នុងអន្លង់នៃការចងចាំដ៏ជ្រៅរាល់ការចងចាំក៏ហូរចូលក្នុងខួរក្បាលភ្លាមនឹកឃើញថានៅពេលព្រឹកនាងច្រឡំប្តីខ្លួនឯងថាជាអតីតសង្សារនាងក៏ទប់ទល់នឹងការមានអារម្មណ៍ខុសក្នុងចិត្តលែងបានប៉ុន្តែនៅពេលឆៅមីនត្រឡប់មកដល់ផ្ទះវិញគាត់រកប្រពន្ធមិនឃើញសោះពេលឃើញសម្បត្តិនៅលើតុអារម្មណ៍មិនល្អក៏កើតឡើងក្នុងចិត្តសុំទោសពិតជាសុំទោសណាស់ខ្ញុំពិតជាមិនបានចេតនាធ្វើឲ្យអ្នកឈឺចាប់ទេខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅខ្ញុំមិនចង់ឲ្យអ្នកឈឺចាប់ទេខ្ញុំចង់ឲ្យអ្នកសប្បាយចិត្តឆៅមីនជាទីស្រឡាញ់របស់ខ្ញុំសូមកុំយល់ច្រឡំអីខ្ញុំនឹងនឹកតែអ្នកម្នាក់ប៉ុណ្ណោះខ្ញុំនឹងស្រឡាញ់តែអ្នកម្នាក់ប៉ុណ្ណោះខ្ញុំចង់តែឆ្កៀបេះដូងខ្ញុំចេញមកដើម្បីឲ្យអ្នកមើលឲ្យបានច្បាស់ខ្ញុំចង់តែនៅថ្ងៃអនាគតប្រើទង្វើដើម្បីបង្ហាញឲ្យអ្នកឃើញខ្ញុំខ្លាចណាស់ថានៅពេលណាការចងចាំខ្ញុំបាត់បង់ទៀតហើយធ្វើឲ្យអ្នកឈឺចាប់ម្ដងទៀតខ្ញុំមិនចង់ក្លាយជាបន្ទុករបស់មនុស្សដែលខ្ញុំស្រឡាញ់បំផុតទេព្រោះខ្ញុំភ្លេចទើបបានជួបអ្នកប៉ុន្តែក៏ព្រោះតែការភ្លេចភ្លាំងទើបខ្ញុំចាក់ចេញពីអ្នកគឺជាជំពូកដ៏ត្រចះត្រចង់បំផុតនៅក្នុងជីវិតរបស់ខ្ញុំអ្នកត្រូវតែមើលថែខ្លួនឯងឲ្យបានល្អរស់នៅឲ្យបានល្អពាក្យពេចន៍នៃសេចក្តីស្នេហាទាំងនោះពេលនេះដូចជាកាំបិតដ៏មុតស្រួចចាក់ទម្លុះបេះដូងរបស់ឆៅមីនដោយឥតមេត្តាគាត់ដើររកជីស៊ូគ្រប់កន្លែងដែលនាងអាចនឹងទៅប៉ុន្តែរកមិនឃើញដាននាងសោះក្នុងថ្ងៃដែលគ្មានប្រពន្ធជីវិតរបស់ឆៅមីនក៏បាត់បង់ពណ៌គាត់បាត់បង់ជំនឿចិត្តលើជីវិតក្លាយជាមនុស្សអស់សង្ឃឹមប្រហែលជាមេឃដឹងពីទំហំស្នេហ៍ថ្ងៃមួយពេលឆៅមីនកំពុងមើលសម្បត្តិគាត់ក៏ឃើញដែលធ្លាប់ស្គាល់នៅលើស្រោមសម្បត្តិនោះគឺជីស៊ូជាអ្នកផ្ញើមកចម្លែកណាស់ថ្ងៃនេះខ្ញុំនឹកឃើញរឿងជាច្រើនទីលានបេសបលហាងងាយស្រួលហើយនឹងអតីតកាលរបស់យើងនេះប្រហែលជាលើកចុងក្រោយដែលនឹកឃើញរឿងទាំងនេះដូច្នេះខ្ញុំក៏សរសេរសម្បត្តិនេះឲ្យអ្នកត្រូវតែរកមនុស្សម្នាក់ដែលស្រឡាញ់អ្នករស់នៅជាមួយគ្នារហូតអស់មួយជីវិតដោយសុភមង្គលកុំឆេវឆាវពេកពេលអ្នកខឹងមើលទៅគួរឲ្យខ្លាចណាស់នៅពេលឆៅមីនរកតាមអាសយដ្ឋាននៅលើសម្បត្តិគាត់ទើបដឹងថានេះជាផ្ទះថែទាំមនុស្សចាស់មួយកន្លែងនៅមាត់សមុទ្រដោយមានអ្នកថែទាំនាំផ្លូវទីបំផុតគាត់ក៏បានជួបប្រពន្ធគាត់មានគេមកសួរសុខទុក្ខអ្នកហើយនរណាគេជីស៊ូក្រោកឈរឡើងឆៅមីនប្រញាប់ទៅជួយរើសសៀវភៅគំនូរដែលធ្លាក់នៅលើនោះគឺគូរូបការចងចាំរបស់នាងចំពោះឆៅមីនដែលកាន់តែព្រាវទៅអ្នកមិនស្គាល់ខ្ញុំទេយើងធ្លាប់ជួបគ្នាទេរីករាយដែលបានស្គាល់អ្នកខ្ញុំឈ្មោះឆយឆៅមីនស្នេហារបស់បងចំពោះអូនមេឃដីដឹង
ព្រះច័ន្ទព្រះអាទិត្យជាស័ក្តិសិទ្ធិបើក្នុងខួរក្បាលអូនមានចរលុបមួយដុំដែលតែងតែលុបរឿងរ៉ាវរបស់យើងនៅរាល់ពេលពាក់កណ្ដាលអាធ្រាត្របងស៊ូខ្លាចជាខ្មៅដៃរាប់ម៉ឺនដើមនៅពេលព្រលឹមមុនព្រះអាទិត្យរះសរសេរជំពូកនៃសុភមង្គលរបស់យើងទាំងយប់រហូតដល់សមុទ្ររីងស្ងួតថ្មលីរហូតដល់ចាស់រៀងខ្លួនបងស្រឡាញ់អូន